នៅតែផ្ទះធ្វើតែម្ហូបសោះហ្នឹងណាមានអីទៅពិបាកម្ហូបមានអីទៅពិបាកបងប្អូនគ្រាន់តែធ្វើមានអីគ្រាន់តែធ្វើម្ហូបអត់ពិបាកទេតែរាល់ថ្ងៃនេះហាពិបាកត្រង់ថាអត់ដឹងធ្វើម្ហូបអីព្រោះអីយើងអ្នកធ្វើម្ហូបរាល់ថ្ងៃមួយថ្ងៃ3ពេលណាបងប្អូនតិចណាស់ក៏2ពេលដែរឧទាហរណ៍ថាពេលព្រឹកយើងញ៉ាំនៅក្រៅចុះប៉ុន្តែអា2ពេលទៀតនៅផ្ទះហ្នឹងពិបាករកនឹកម្ហូបណាបងប្អូនហើយបើថារកនឹកអត់ឃើញហើយសួរអ្នកផ្ទះជាពិសេសសួរប្តីហ្នឹងហ្មងថាបងថ្ងៃហ្នឹងចង់ញ៉ាំម្ហូបអីអត់ដឹងទេអត់ដឹងដែរនឹកអត់តន់ឃើញទេបើមិនចឹងទេយើងឃើញរូបម្ហូបណាតំណងចឹងយើងឲ្យគាត់មើលចឹងណាយើងថាបងស្អែកធ្វើនេះញ៉ាំអីធ្វើនេះញ៉ាំអីឥឡូវពងឆ្អែតហ្នឹងហើយអញ្ចឹងអត់តន់ដឹងថាញ៉ាំអីនិយាយទៅគឺថាគិតតែម្នាក់ឯងម្ហូប3ពេលហ្នឹងហើយគឺពេលដែលសុំយោបល់អត់មានយោបល់ទៀតទេបងប្អូនអញ្ចឹងហើយអ្នកដែលថាធ្វើម្ហូបស្រួលហ្នឹងណាកុំចេះតែថាប្រយ័ត្នដល់ពេលខ្លួនឯងវិញណាកុំថាឡើយរឿងធ្វើម្ហូបក្ររឹករនឹកថាធ្វើម្ហូបអីហ្នឹងវាពិបាកជាងធ្វើម្ហូបទៅទៀតដោយថ្ងៃនេះអញ្ចឹងបងប្អូនហើយចេញមកឡើងប្លែកអត់ដឹងមិនដែរឃើញផ្សិតក្រៀមហ្នឹងហ៎ឃើញតំណងទិញមកថាស្ងោរមិនដឹងស្ងោរអីទៅទិញស្ពៃជ្រក់មកដល់ហើយអញ្ចឹងសាកស្ងោរលាយគ្នាមើលមានអីបងប្អូនឆ្ងាញ់សឹងអីហ្នឹងហើយរបៀបស្ងោរហ្នឹងគឺថាចង់ឲ្យរៀងប្លែកទៀតនិយាយទៅនឹកម្ហូបអត់ចេញហើយដល់ពេលទិញម្ហូបមករៀងចម្លែកទេធ្វើឲ្យកាន់តែប្លែកអញ្ចឹងហើយដំបូងមិញហ្នឹងគឺពងខ្ទឹមឲ្យឡើងស្រួយឡើងឈ្ងុយសិនទៅហើយដកខ្ទឹមពងចេញខ្លះហើយយើងយកសាច់ហើយនឹងផ្សិតក្រៀមហ្នឹងគឺយកមកឆាជាមួយនឹងខ្ទឹមដែលនៅសល់ជាមួយប្រេងមិញហ្នឹងណាបងប្អូនហើយយើងក៏ដាក់គ្រឿងតិចទៅមានអីមានតែម្សៅស៊ុបហើយនឹងម្រេចទេដើម្បីឲ្យឈ្ងុយហើយនឹងឲ្យមានរសជាតិឡមនៅលើសាច់ដែលយើងឆាអញ្ចឹងណាបងប្អូនហ្នឹងគឺរបៀបស្ងោររបស់ខ្ញុំទូទៅហីគ្រាន់តែអីដែលប្លែកហ្នឹងគឺខ្ញុំដកខ្ទឹមពងទុកតាមក្រោយអញ្ចឹងណាបងប្អូនអញ្ចឹងពេលដែលលីងទៅលីងមករហូតតតែរៀងខាស់ទឹកដែលចេញពីសាច់ជ្រូកនឹងហើយគឺយើងអាចចាក់ទឹកចូលប៉ុន្តែមុននឹងចាក់ទឹកចូលនេះយើងបន្ថែមទឹកត្រីតិចទៅឲ្យវាឈ្ងុយអញ្ចឹងណាបងប្អូនធម្មតាទេធ្វើម្ហូបបើសិនជារៀងធ្វើម្ហូបសាច់ជ្រូកអញ្ចឹងណាបើសិនជាយើងអត់ម្លីងសាច់អត់អីទេវារៀងធំក្លិនសាច់ជ្រូកអញ្ចឹងណាបងប្អូនអញ្ចឹងហើយពេលដែលស្ងោរឆ្អឹងជ្រូកឬក៏សាច់ជ្រូកគឺតែងតែម្លីងបែបហ្នឹងឯងហើយដាក់ទឹកត្រីតិចទៅឲ្យឈ្ងុយបន្ទាប់មកនៅពេលដែលរៀងឈ្ងុយឡើងឈ្ងុយហើយរៀងខាស់ទឹកតិចតួចអញ្ចឹងគឺយើងចាប់ផ្ដើមដាក់ទឹកធម្មតាចូលទៅណាដាក់មកល្មមលិចសាច់ទៅបានហើយដោយសារតែសាច់ហ្នឹងគឺអត់មានជាស្វិតអីទេណាមួយបន្លែយើងក៏អត់ដាក់ច្រើនដែរអញ្ចឹងយើងដាក់ទឹកទៅមកល្មមបានហើយអញ្ចឹងយើងរំងាស់រហូតតតែឆ្អឹងហ្នឹងឆ្អិនណាបងប្អូនហើយនឹងមានជាតិចេញពីឆ្អឹងនឹងខ្លះមកហើយបន្ទាប់មកយើងក៏ដួសពពុះដួសអីចេញអញ្ចឹងណាហើយប៉ុណ្ណឹងគឺយើងអាចភ្លក់មើលរសជាតិល្មមអីអញ្ចឹងទៅយើងថែមគ្រឿងទេសផ្សេងតាមក្រោយទៀតអីអញ្ចឹងណាសម្រាប់ខ្ញុំការដួសពពុះចេញហ្នឹងគឺយើងត្រូវតែដួសអញ្ចឹងហើយដើម្បីកុំឲ្យមានក្លិនឆ្អាបក្លិនអីអញ្ចឹងទៅហើយណាមួយកុំឲ្យទឹកវារៀងល្អដោយសារពពុះហ្នឹងអញ្ចឹងណាអញ្ចឹងគ្រឿងក្រៅដែលខ្ញុំបន្ថែមហ្នឹងគឺខ្ញុំបន្ថែមតែស្ករបន្តិចទៅបងប្អូនស្ករសក៏បានស្ករត្នោតដូចខ្ញុំអញ្ចឹងក៏បានដែរនិយាយទៅស្ករត្នោតផ្ទះខ្ញុំជិតអស់ហើយអញ្ចឹងតិចទៀតលែងបានឃើញស្ករត្នោតដែរគឺប្រើស្ករសម្ដងអញ្ចឹងយើងបន្ថែមទឹកត្រីតិចប៊ីចេងតិចទៅបើសិនអត់ញ៉ាំប៊ីចេងបែរដាក់ប៊ីចេងក៏បានដែរតែប៉ុណ្ណឹងមកពេលណាដែលយើងភ្លក់ទៅត្រូវចិត្តយើងហើយយើងអាចដាក់បន្លែបានហើយបងប្អូនអញ្ចឹងស្ងោរស្ពៃជ្រក់កុំលោភគ្រឿងប្រៃតិចទៅច្រឡំដាក់អំបិលដាក់អីអញ្ចឹងណាបងប្អូនព្រោះអីស្ពៃជ្រក់គឺមានរសជាតិប្រៃជូរអញ្ចឹងប្រកាសជាយើងស្ងោរទៅគឺចេញជាតិប្រៃពីស្ពៃជ្រក់ហើយអញ្ចឹងកុំលោភគ្រឿងប្រៃដូចជាអំបិលអីហ្នឹងបែរដាក់ក៏បានដែរបងប្អូននិយាយទៅគឺតែប៉ុណ្្នឹងគឺជាការស្រេចទេយើងរងចាំឲ្យតែស្ពៃជ្រូករបស់យើងនឹងចេញជាតិចូលទៅក្នុងទឹកសឡរបស់យើងតែបន្តិចទៅគឺយើងអាចបន្ថែមដូចជាស្លឹកខ្ទឹមស្លឹកអីអញ្ចឹងណាហើយខ្ទឹមពងដែលខ្ញុំដួសទុកមិញពាក់កណ្ដាលហ្នឹងគឺខ្ញុំទុកដាក់ពេលហ្នឹងឯងបងប្អូនឈ្ងុយប្លែកទេណាកុំឃើញតែមើលទៅប្លែកអញ្ចឹងតិចថាអត់ឆ្ងាញ់ទេឆ្ងាញ់ខ្លាំងណាហើយបើថាឈ្ងុយឡើងអត់ដឹងថាសឡអីអ្នកដែលដើរមកពីក្រៅដល់ផ្ទះបាយអត់ដឹងថាសឡអីឈ្ងុយពេកថាអូសឡអីឈ្ងុយខ្លាំងម៉េះក៏ប៉ិតស្ងោរស្ពៃជ្រក់ហ្នឹងឯងបងប្អូនគ្រាន់តែខ្ញុំពងខ្ទឹមដាក់អញ្ចឹងណាហើយយើងដាក់ស្លឹកខ្ទឹមស្លឹកអីចូលទៅតែប៉ុណ្ណឹងគឺជាការស្រេចទេរួចមកពេលទៅហើយធូរទ្រូងណាបងប្អូនមួយថ្ងៃឲ្យតែថាទិញម្ហូបបានដឹងថាធ្វើម្ហូបអីធូរទ្រូងមែនតែនប៉ុន្តែមុនហ្នឹងដេកក៏គិតដើរក៏គិតអង្គុយក៏គិតបើថារៀបចំខ្លួនពេលព្រឹកហ្នឹងសិតសក់ក៏គិតលុបមុខក៏គិតថាអូយមិនដឹងស្លោអីទេខ្ញុំអញ្ចឹងហើយមានតែអ្នកដែលនៅផ្ទះធ្វើម្ហូបទេទៅបានដឹងថាម្ហូបធ្វើអត់ពិបាកទេប៉ុន្តែពិបាករឿងរនឹកធ្វើម្ហូបហើយណាមួយពិបាករឿងមួយទៀតឆ្នៃធ្វើមិនឲ្យប្លែកមាត់អ្នកផ្ទះអញ្ចឹងណាព្រោះអីតែដដែលអ្នកផ្ទះក៏អត់សូវចង់ញ៉ាំដែរបងប្អូនអញ្ចឹងហើយគឺកុំគិតថាធ្វើម្ហូបស្រួលអត់ស្រួលទេអញ្ចឹងសម្រាប់បងប្អូនដែលគិតថាធ្វើម្ហូបស្រួលហ្នឹងគិតឡើងវិញណាបងប្អូនហើយក៏អរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំជួបគ្នានៅវីដេអូក្រោយ